ឥឡូវនេះខ្ញុំកំពុងឲ្យធ្វើការ backup PVN RAM អញ្ចឹងមានន័យថាយើង backup នៅរាល់ configure របស់យើងនៅលើ router មួយនេះទុកដើម្បីការពារនៅពេលដែលវាមានបញ្ហា error កើតឡើងគឺយើង restore វាយកមកប្រើប្រាស់នៅក្នុង network របស់យើងវិញអញ្ចឹងដើម្បីធ្វើវាបានគឺយើងត្រូវមាន server មួយដើម្បី backup វាទុកគេហៅថា server TFTP បន្តមកទៀតគឺយើងដាក់ IP ទៅឲ្យវាទៅតាមមានន័យថាទៅតាម network ដែលយើងបានភ្ជាប់ឲ្យវាអញ្ចឹងមើលពេលដែលយើងភ្ជាប់ជាមួយមួយនេះគឺយើងយក IP គឺយើងយក IP ទៅតាម default gateway របស់វាអញ្ចឹងបើសិនយើងដាក់ខាងនេះវិញគឺវាយកទៅតាម default gateway របស់ IP ខាងនេះដែរណារបស់ network មួយនេះដែរអញ្ចឹងទីហោថាខ្ញុំដាក់នៅខាងនេះអញ្ចឹងខ្ញុំយក server មួយដែរខ្ញុំដាក់ជើងមកអញ្ចឹងខ្ញុំដូរឈ្មោះវាទៅជា TFTP server អូខេ TFTP server អញ្ចឹងកាលណាឧបករណ៍ដូចគ្នាគឺយើងត្រូវភ្ជាប់ខ្សែត្រង់ខ្សែស្របណាអូខេកាលណាយើងភ្ជាប់ខ្សែដែរហើយគឺយើងចូលទៅមើលវាយើងចូលទៅដាក់ IP ឲ្យវាអញ្ចឹងយើងមើល IP របស់យើងគឺយើងភ្ជាប់ដល់នេះអញ្ចឹងគឺវាយកទៅតាម file ethernet 001អញ្ចឹង default gateway របស់វាគឺ 192.168.2.1 អញ្ចឹងខ្ញុំយកលេខនេះ 192.168.2.10 ចុះតមកឡើយនេះបានយើងដាក់ default gateway default gateway គឺ no sorry គឺ1យកតាមនេះណាអញ្ចឹងខ្ញុំបិទមកខ្ញុំមកមើល config នេះរបស់យើងនេះតើ TFTP server របស់យើងនឹងវា on នៅអញ្ចឹង on ហើយអញ្ចឹងយើងមើល file របស់យើងគឺមានប៉ុណ្ណេះអញ្ចឹងនៅពេលដែលយើងធ្វើការ backup វាទុក backup នៅ configure របស់ router នេះទុកគឺវានឹងចេញនៅឈ្មោះមួយទៀតនៅក្នុងកន្លែងនេះអញ្ចឹងយើងចាំមើលមានអីប្លែកអូខេខ្ញុំបិទវាខ្ញុំចូលមកកន្លែងនេះចូល terminal ខ្ញុំអូខេអញ្ចឹងការធ្វើ TFTP server ហ្នឹងគឺយើងចូលនៅក្នុង privilege mode យើងវាយ command copy running config startup config យើង enter មកកន្លែងនេះយើង enter មួយទៀតមកអញ្ចឹងយើងមើល building configuration របស់យើងគឺ success ហើយណាអូខេហើយយើងធ្វើតទៀតគឺយើងវាយ command តទៀតគឺ copy startup config TFTP ហើយយើង enter មកត្រង់កន្លែងនេះគឺវាសួរនៅ IP address នេះគឺ IP address របស់ TFTP server របស់យើងហ្នឹងអញ្ចឹងគឺយើងដាក់មក 192.168. មិនវិញគឺ .2.10 អូខេយើង enter មកអញ្ចឹងវាសួរ destination file name នេះគឺវាឲ្យ default របស់យើងមកតម្លៃ default គឺវាឲ្យ pp.config ឥឡូវបើសិនយើងចង់ដូរទៅបើមិនដូរទេក៏អត់ទៅឥឡូវខ្ញុំដូរចុះខ្ញុំដាក់ថាចន្ទ្រាt no config អញ្ចឹងខ្ញុំ enter មកយើងមើលរបស់យើងគឺវា waiting startup config អូខេហើយអញ្ចឹងវាដាក់6:20នេះបាន copy យើងសម្រាប់ហើយការធ្វើរបស់យើងអញ្ចឹងបើសិនយើងចង់ដឹងថា
នៅក្នុងនេះមានអត់មាន file configure របស់យើងមិញដែលយើងបានធ្វើហ្នឹងគឺវា backup ទុកអត់យើងចូលមកមើលវាមកយើងចុចលើ config របស់យើង TFTP នេះយើងមើលអស់គ្នាគឺវាមាននេះមួយមិញគឺអត់មានទេឥឡូវគឺវាមានអូខេតែប៉ុណ្្នឹងឯងការធ្វើ backup វាអញ្ចឹងខ្ញុំសូម